តែការដឹកនាំរបស់តកូលហ៊ុនមានអាចកំបាំងអ្វីបានជាមិនហ៊ាននិយាយថាសៀមឆ្លៀនពៀនទេលោកហ៊ុនម៉ាណែតគាត់និយាយថាជាសៀមឆ្លៀនពៀនតាដូច្នេះពាក្យហ្នឹងដូចជាមិនពិតទេសុធើពាក្យថារដ្ឋាភិបាលកម្ពុជាហាមមិនអោយនិយាយអំពីយួនឆ្លៀនពីសៀមឆ្លៀនពៀនដូចជាពាក្យហ្នឹងមិនពិតទេមកជួយបញ្ជាក់ខ្ញុំមកខ្ញុំឃើញពីថ្ងៃទី10ហ្នឹងហ៊ុនម៉ាណែតប្រើពាក្យឆ្លៀនពៀនហ្នឹងតាកឹមសុងមានវិធីសាស្ត្ររៀនអង់គ្លេសដោយខ្លួនឯងប្រសិទ្ធភាពទេរៀនតាម YouTube តាប្រាប់ហើយរៀនតាម YouTube រៀនតាម YouTube តាឥទ្ធិពលយុរ៉ុបអាចមកខ្លាំងវិញទេយុរ៉ុបអត់មានខ្សោយទេយុរ៉ុបអត់មានខ្សោយទេគឺធម្មតាមានកម្លាំងធម្មតាចៅឯងអត់ស្គាល់យុរ៉ុបបានសួរអញ្ចឹងណាលោកគ្រូតើយ៉ាងម៉េចវិញចំពោះវិស័យអប់រំកម្ពុជាបើសិស្សប្តឹងគ្រូប្តឹងសិស្សត្រឡប់ត្រឡិនអីចឹងរឿងប្តឹងជារឿងធម្មតាទេណាអូខេលោកអ៊ំយល់យ៉ាងណាដែលចំពោះថៃបាញ់រកកាត់ប៉ុន្តែបរាជ័យនៅជំហានទី3អត់ទេកូនឯងអត់ដឹងរឿងក្មួយឯងអត់ដឹងរឿងទេថៃទៅតែនឹងបង្ហោះផ្កាយរណបមួយតែផ្កាយរណបហ្នឹងវាអត់ចូល orbit វាអត់បានចូល orbit អញ្ចឹងវាទៅធ្លាក់មកផែនដីវិញណាពួកអាចោហើយនឹងកថានៅស្រុកខ្មែរយកមកនិយាយថាថៃវាខាតលុយវាអត់មានខាតលុយទេពីព្រោះវាមានការធានារ៉ាប់រងបើបរាជ័យនៅពេលដែលដាក់ផ្កាយរណបទៅ orbit គេនឹងរៀបចំទិញថ្មីហើយបង្ហោះផ្កាយរណបសារជាថ្មីណាអូខេអាហ្នឹងអញ្ចឹងវាអត់មានណាអត់មានបញ្ហាអីទេអ្វីដែលនិយាយណាអ្វីដែលព័ត៌មានដែលហៀងនិយាយនេះណាក្មួយឯងនិយាយហ្នឹងក្មួយឯងអត់ដឹងរឿងហ្នឹងទេឬសូពួកអាឡប់នៅស្រុកខ្មែរហ្នឹងវានិយាយវាអត់ដឹងទេណាវាអត់ដឹងទេហើយណាមួយចេះផងរឿងផ្កាយរណបពេលគេបាញ់ទៅអវកាសជួនកាលទៅវាអត់បានជោគជ័យទេវាអត់ចូល orbit ត្រឹមត្រូវវាធ្លាក់មកវិញតែគេមានការធានារ៉ាប់រងគេមិនខាតលុយទេគេខាតពេលវេលារីឯផ្កាយរណបដែលថៃវាបាញ់លើកក្រោយនេះជាផ្កាយរណបទី10របស់វាមាន9គ្រឿងនៅអវកាសឯណោះណាចំណែកពួកអាឡប់ដែលនិយាយហ្នឹងតែមួយមីសអត់មានផងអាហ្នឹងសូមឲ្យជាក់ច្បាស់បន្តមកទៀតអាផ្កាយរណបដែលវាបង្ហោះហ្នឹងមិនមែនលើកទី1ទេគឺជាផ្កាយរណបទី3ដែលត្រូវបង្ហោះទៅអវកាសមនុស្សកាលណាល្ងងចេះតែយករឿងអញ្ចឹងមកនិយាយអញ្ចឹងអ៊ំប្រាប់ថារឿងហ្នឹងវាអត់មានអីទេខ្ញុំឯអ្នកផ្សាយរឿងផ្កាយរណបហ្នឹងផ្កាយរណបហ្នឹងគឺជាផ្កាយរណបទី3ប្រភេទហ្នឹងទី3សរុបមកបច្ចុប្បន្ននេះថៃមានផ្កាយរណប9គ្រឿងនៅអវកាស
មានច្រើនជាងវៀតណាមមិនទាន់មានដល់ថៃទេនឹងសុំឲ្យដឹងប៉ុន្តែពួកអាឡប់នឹងចេះនាំគ្នានិយាយពួកអកថាអស់នឹងអត់ដឹងអីទេចេះតែនិយាយលោកតានៅអេរ៉ាន់ស្លាប់មនុស្សជិត2000នាក់ឬសូវតែច្រើនជាងហ្នឹងណាកឹមសងឬសូវតែច្រើនជាងឬសូវតែដល់10000ដែរហើយឥឡូវនេះណាយ៉ាយស៊ីបើអាមេរិកចង់បាន Greenland មែនតើរុស្ស៊ីអាចនឹងលូកដៃទេដូចជាអត់ទេដូចជាអត់ទេណាអញ្ចឹងរឿង Greenland នេះខ្ញុំក៏មិនយល់ពីនយោបាយត្រាំដែរចំណងមេត្រីភាព Greenland ដិនម៉ាកនិងអាមេរិកនេះយូរហើយពីដើមឡើយមូលដ្ឋានកងទ័ពអាមេរិកមានច្រើនណាស់នៅលើ Greenland ទើបក្រោយមកកាត់បន្ថយបើសិនជាចង់ដាក់មូលដ្ឋានទ័ពទៅវិញក៏ដាក់បានដូច្នេះអ្វីដែលត្រាំធ្វើវាជានយោបាយមួយដែលនៅអាមេរិកហ្នឹងក៏គេមិនសូវជាព្រមទេគេមិនព្រមតាមគំនិតហ្នឹងទេវាជាទំនាស់ដែលមិនចាំបាច់ទោះបីយ៉ាងណាវាមិនទាន់កើតឡើងទេទោះបីត្រាំនិយាយក៏ដោយក៏វាមិនទាន់កើតឡើងសូមបញ្ជាក់ថាបើចង់ដាក់មូលដ្ឋានទ័ពនៅ Greenland អាមេរិកកាំងដាក់តាមចិត្តរឿងមានតែមួយទេគឺរឿងធនធានធម្មជាតិតែបើសិនណាជាត្រាំនឹងបង្ខំធ្វើអញ្ចឹងដូចជាអត់ល្អមើលទេដឹងហីហើយការដែលធ្វើអ្វីអត់សូវល្អមើលជួនកាលវានឹងធ្វើឲ្យមានបញ្ហាវែងឆ្ងាយត្រង់ហ្នឹងទោះបីយ៉ាងណាក៏ដោយវាមានសភាវាមានរដ្ឋសភាអាមេរិកគេដឹងឮដូច្នេះហើយរឿងតាក់ទងនឹងខ្ញុំមិនទាន់យល់ឃើញថាជារឿងគួរឲ្យធ្ងន់ធ្ងរអីណាទេណាដាវីតចង់ឲ្យមិនក៏ដោយយួនអត់សុបាយចិត្តទេយួនវាថាប្រហើនណាយើងទៅសើចគេទាំងដែលយើងអត់មានអីសោះអានឹងហើយគេហៅថាការឆោតល្ងងនោះគេមានផ្កាយរណបដល់9គ្រឿងហើយយើងទៅសើចគេព្រំមីអត់ដឹងទេពីព្រោះអានោះវាជាអ្នកបម្រើលោកហ៊ុនសែនណាវាថ្វាយគុំលោកហ៊ុនសែនវាយកលុយលោកហ៊ុនសែនយកឲ្យលោកហ៊ុនសែនដាក់លើតុយើងក៏មិនដឹងដែរណាលោកតារៀនចប់ Bachelor Software Development តើគួររៀនអីបើសិនណាជាចៅឯងអត់ដឹងទេបើចៅឯងអត់ដឹងទេតាសុំចាញ់ហើយតាសុំខ្លាចចៅឯងហើយពេលព្រោះខ្លួនឯងរៀនដល់ Software Development ហើយអត់ដឹងថារៀនអីទៀតណាបើសិនជាតារៀនបានវិស្វករ Software Development Bachelor Degree តាច្បាស់ជាដឹងថាតាត្រូវរៀនអីណាដល់ពេលចៅឯងអត់ដឹងតាសុំខ្លាចហើយចៅសុំខ្លាចតែរៀន4ឆ្នាំហើយអត់ដឹងថាត្រូវរៀនអីទៀតអាហ្នឹងចឹងណាលោក Robert Kiyosaki
និយាយទីផ្សារបណ្ដាញតែខ្ញុំអត់សូវយល់ Robert Kiyosaki ក្រោយមកនេះខ្ញុំលែងចាប់អារម្មណ៍ហើយសៀវភៅតែមួយគត់ដែលខ្ញុំអានរបស់ Robert Kiyosaki គឺសៀវភៅ Rich Dad Poor Dad ក្រៅពីហ្នឹងខ្ញុំអត់អានទេណាហើយ Robert Kiyosaki មិនមែនជាអ្នកជំនួញអីទេគាត់ជាគ្រូជោគជ័យអញ្ចឹងខ្ញុំក៏អត់បានអានអត់ដឹងរឿងគាត់ទេណាCooper នៅខាងក្រោយនិយាយពីកម្លាំងទាំង5ដែលជះមកលើពិភពលោកDabo អឺរ៉ុបតែនិយាយថារុស្ស៊ីចង់វាយអឺរ៉ុបនិយាយដដែលតែការពិតអាមេរិកទេដែលចង់បំផ្លាញអឺរ៉ុបពិតប្រាកដអាហ្នឹងទស្សនៈចៅឯងខ្ញុំអត់យល់ដូចចៅឯងទេប៉ុន្តែហ្នឹងទស្សនៈចៅឯងមានអីទស្សនៈណាធម្មតាទេយើងយល់ឃើញណាប៉ុកកាថាតានិយាយច្រើនអញ្ចឹងតាជួយដេញចៅឯងតាជួយដេញចៅឯងទៅដេកណាចុះណាអញ្ចឹងតានិយាយច្រើនដេញចៅឯងទៅដេកអូខេដេញទៅដេកalso អត់ស្គាល់ទេកូនតាអត់ស្គាល់ទេណាអូខេហៀងសម្រាប់ការបកស្រាយរ៉ុកកិតព្រឹកមិញថៃចេញព័ត៌មានឧបករណ៍ស្ទូចធ្លាក់រថភ្លើងកំពុងដំណើរស្លាប់30នាក់ជាងឃើញហើយរឿងហ្នឹងបាទនៅស្រុកថៃឆេះផ្ទះក៏ញយគ្រោះថ្នាក់ក៏ញយណាថៃក៏វារងគ្រោះច្រើនតាំងពីទឹកជំនន់តាំងអីវាចេះតែមានបញ្ហារបស់វាដែររដ្ឋាអ្នកនាងខាត់សុខីមអំពាវនាវឲ្យប្រជាជន17លាននាក់ like និង share ពាក្យសៀមឆ្លៀនពៀនហើយសម្ដេចនោះជាការញុះញង់អូខេណាអូខេអរគុណខ្ញុំអត់ដឹងរឿងគេទេសូមអរគុណណាកូនណាឧត្តមកែវលោកពូខ្ញុំសង្កេតឃើញថាមានក្រុមហ៊ុនអាមេរិកច្រើន recruited software developer ពីកាណាដាអូខេមិនបានគេ recruit software developer ពីកាណាដាពីព្រោះគេយល់ឃើញថាសាលាកាណាដាបង្រៀនល្អចុះពីខ្មែរវិញមិនទាន់ដឹងទេមិនចឹងណាអរគុណចំពោះព័ត៌មានណាសូភៈសឹមណា just posted about visa suspension from USA listed all 75 country អរគុណសុភ័ក្រខ្ញុំឃើញថៃ website ដែរណាសុភ័ក្រតែវាមិនមែនជារបស់ចេញពីក្រសួងការបរទេសអាមេរិកវាមិនមែនចេញពីក្រសួងការបរទេសអាមេរិកណាដល់ពេលវាមិនមែនជាចេញពីក្រសួងការបរទេសអាមេរិកខ្ញុំបានបញ្ជាក់ថាវាអត់ទាន់ច្បាស់អូខេវាអត់ទាន់ច្បាស់ឥឡូវគេថាអាល់បេនីអាល់ជេរីណាអាទីហ្គួ
Barbuda, Armenia, Azerbaijan, Bahamas, Bangladesh, Barbados, Belarus, Belize, Bhutan, Bosnia, Brazil, Burma, Cambodia, Cameroon គេនិយាយចឹងរហូតដល់ Thailand អីចឹងគេនិយាយចឹងណាអូខេណាគេដាក់ Washington ថ្ងៃទី14ខែ26តែវាអត់មានឃើញនៅខាងខ្ញុំអាមេរិកនេះវាអត់ឃើញណាខ្ញុំនៅអាមេរិកនេះវាអត់ឃើញណាណាវាអត់ឃើញខ្ញុំឆែកខ្ញុំឃើញថៃគេផ្សាយអា Fresh News នឹងផ្សាយដូចថៃអញ្ចឹងអា Fresh News នឹងណាវាផ្សាយដូចថៃអញ្ចឹង Reuters អត់មានឈ្មោះប្រទេសទេ Fox News អត់មានឈ្មោះប្រទេសទេអូខេអត់មានឈ្មោះប្រទេសទេបាទអូខេវាអត់ឃើញខ្ញុំ subscribe ទៅ Reuters The Wall Street Journal The Epoch Times តែខ្ញុំក៏អត់ឃើញចាំតិចមើលខ្ញុំកំពុងតែ search គេគ្រាន់តែប្រាប់ថាវាមានកើតព័ត៌មានណាអត់ទេមកដល់ឥឡូវអត់ណាអត់នៅតែអត់តន់មានអត់តន់មានទេ sorry ឥឡូវ Fresh News គេថាកម្ពុជាមានប៉ុន្តែអានឹងជាព័ត៌មានពីថៃអត់តន់មានទេណាកូនណាអរគុណណាស់ចំពោះព័ត៌មានប៉ុន្តែនៅនេះអត់មានបញ្ញាវិសាលតាធ្វើគ្រប់តែកន្លែងណាបន្តិចទៀតតាទៅធ្វើនៅក្នុងបង្គន់ទៀតណាពីព្រោះគេតេស្តឌីលថាតានឹងរស់នៅក្នុងបន្ទប់2ម៉ែត្រ4ជ្រុងអញ្ចឹងតាក៏ទៅធ្វើអញ្ចឹងទេណាកូនអើយរឿងដែលមិនទៅធ្វើនៅបន្ទប់ដាក់សិភៅនឹងវារងាពេកវាត្រជាក់ពេកកូនដល់ត្រជាក់ពេកតាក៏ធ្វើនៅលើសិនទៅណាឡើងចុះណាធ្វើណាពីព្រោះវាបន្ទប់ខ្លះក៏វាក្តៅល្អបន្ទប់ខ្លះក៏វារងាពេក
là con á chẳng tề ok vị phê pi đây ạ cho nạ trọp anh á cột sọc dương bàn ở tề rươngទីផ្សារដីធ្លីផ្ទះសម្បែងកំពុងដាំក្បាលចុះនៅកម្ពុជាវាមិនវិលឡើងមកទៀតទេពីព្រោះអាបបលអាពពុះនៃទីផ្សារហ្នឹងវាបែកទៅហើយណាមួយទៅប្រទេសកម្ពុជាវាជាប់ឈ្មោះថាជាប្រទេសអក្រិតជន scammer ការធ្វើវិនិយោគពីបរទេសក៏គេមិនសូវជាចាប់អារម្មណ៍ប្រទេសយើងទេពីព្រោះប្រទេសយើងមេដឹកនាំបណ្ដោយឲ្យកើត scammer ច្រើនវាលំបាកដល់គេបន្ទាប់មកទៀតយើងកំពុងតែមានបញ្ហាជាមួយយួនហើយនឹងសៀមអញ្ចឹងប្រទេសយើងវាអត់សូវមាន accessibility ដោយសារតែរឿងហ្នឹងអាទីផ្សារដីធ្លីនិងផ្ទះសម្បែងមិនទាន់ងើបរួចទេមិនទាន់ងើបរួចទេតាម៉េចបរិយនៅកម្ពុជាទិញហើយដីអត់ប្លង់អានឹងមកពីរាជការគាត់បដ ாய் ឲ្យកើតអញ្ចឹងតាក៏មិនដឹងណាដាវិនលោកតាចេះកុកងឺនិងកតាំងឬទេអត់ចេះទេគាត់តែនិយាយបានតែឲ្យចេះអត់ចេះទេហៀងលោកអ៊ំយល់ចំពោះថៃរឹបអូសទ្រព្យសម្បត្តិអុកញ៉ាលីយ៉ុងផាត់ជិត37លានជាងនិងរឿងលេងនាវត្រាអត់មានអីប្លែកទេថៃវាពីដើមលីយ៉ុងផាត់ពីដើមជាអ្នករត់ពន្ធប្រេងមកកម្ពុជាណាលីយ៉ុងផាត់ហ្នឹងពីដើមគាត់រកស៊ីអ្នករត់ពន្ធប្រេងអញ្ចឹងគាត់រកស៊ីនៅថៃយូរហើយណាហើយពួកថៃហ្នឹងគេច្រើនមាននយោបាយគេចេះយើងរកស៊ីជាមួយគេយូរទៅគេដឹងថាយើងមានលុយមានកាក់គេខ្ចប់យើងម្ដងរឿងដែលរឹបអូសយកលុយលីយ៉ុងផាត់កុកអានអីនេះណាអារឿងនោះធម្មតាជាមួយថៃអ្នកណារកស៊ីស្អីវាដឹងវាអត់មាត់ទេដល់មានពេលមួយវាខ្ចប់យកអាហ្នឹងអញ្ចឹងយូរហើយថៃធ្វើតែអញ្ចឹងឯងអត់មានអីប្លែកទេគូពើសួរថាតាចង់មកលេងស្រុកខ្មែរទេអត់ចង់ទេតាណាទិញបត់ប៉លហោះឲ្យ10000ទៀតក៏អត់មកដែរអត់មកទេគ្មានអីទេហើយលោកហ៊ុនសែនគាត់អញ្ជើញមកក៏អត់មកដែរខ្ជិលជិះកប៉ាល់ហោះហើយមិនដឹងស៊ីស្អីកើតតាឈឺហើយណាមួយទៅស្រុកខ្មែរតាដូចគ្មានអីសុបាយផងណាតាអត់មានទេណាថ្ងៃមុនតាមើលវីដេអូម៉ាឡេស៊ីណានៅពេណាងយីស្រុកគេហ្នឹងនៅស្អាតណាតែទៅមិនបានទេវាឆ្ងាយពេកប្រទេសដែលតាចូលចិត្តដើរលេងអីតាមស្រុកតាមភូមិគេតៃវ៉ាន់នេះមួយថៃឡែននេះមួយម៉ាឡេនេះមួយនឹងសិតតែស្រុកដែលតាចូលចិត្តដើរណាមើលទៅឃើញតិចភ្នែកហើយចុះស្រុកខ្មែរមើលទៅអត់តិចភ្នែកទេអត់តិចភ្នែកទេណាអត់តិចភ្នែកទេឥឡូវហ្នឹងនៅស្រុកខ្មែរតាមើលខ្លះដែរកូនកន្លែងខ្លះតាក៏ចូលចិត្តវិញហើយកន្លែងខ្លះណាកន្លែងខ្លះតាចូលចិត្តវិញហើយឃើញស្រុកភូមិសង់ផ្ទះសង់កបែងអីល្អគ្រាន់បើនិយាយឲ្យឃើញទៅស្រុកឥឡូវស្អាតកន្លែងខ្លះស្អាតមែនមិនមែនមិនឃើញទេ
ប៉ុន្តែដល់មើលពីលើបាតជើងវាប៉ុណ្ណាណីអញ្ចឹងតាអត់ចូលចិត្តបាតជើងតាអត់ចូលចិត្តបាតជើងហើយឧទាហរណ៍ដូចឧទាហរណ៍ថាថ្នល់អីយើងមានផ្លូវថ្មីអញ្ចឹងប៉ុន្តែបើកចង្អេងចង្អាងហើយណាមួយទៅដូចឧទាហរណ៍ថាអាពេលផែងវណ្ណៈវាមាន Lexus 600អីតាចង់ក្អួតមិនទេមិនបានតាចង់ក្អួតតាអាណិតឡានជាជាងអាណិតអាណៈអាណិតឡានណាព្រោះឡានហ្នឹងវាត្រូវការផ្លូវដែលអត់សូវមានធូលីហើយផ្លូវហ្នឹងវាល្អសម្រាប់ឡានអញ្ចឹងតែនៅស្រុកខ្មែរណាប្រៀបបាននឹងដឹកអង្គម្ចាស់សត្វត្រីដើរកាប់ដីអាចបំណាស់ណាដូចជារឿងពីដើមគេថាងឥណ្ឌាខឹងនឹងរ៉ូលរ៉យទិញយកទៅដឹកសម្រាមអីបើខ្ញុំជាម្ចាស់ក្រុមហ៊ុនរ៉ូលរ៉យឲ្យឥណ្ឌាហ្នឹងវាទិញឲ្យបានច្រើនពាន់គ្រឿងទៅអានយកលុយមកចាយរឿងហ្នឹងភូតទេវាគ្មានឥណ្ឌាឯណាទិញរ៉ូលរ៉យដឹកសម្រាមទេប៉ុន្តែពីដើមគេយកទៅភូតនៅស្រុកខ្មែរគេថាឥណ្ឌាហ្នឹងសឿងណាទិញឡានរ៉ូលរ៉យដឹកសម្រាមអាហ្នឹងអញ្ចឹងណាជ្រៃធំគេឲ្យស្ងាត់មួយរយៈសិនឬក៏យ៉ាងណាធម្មតាទេ scammer គេបិទមួយទៅបើកកន្លែងមួយណាធម្មតាហ្នឹងណាធម្មតា វិច្ឆាយគង់សូមប្រាប់សៀវភៅអានហើយមានគំនិតរកស៊ីអត់ទេវាគ្មានសៀវភៅណាបង្រៀនគំនិតរកស៊ីទេគំនិតរកស៊ីគឺយើងរៀនវគ្គប្រកបមុខរបរគេហៅថាវគ្គសិក្សាពាណិជ្ជកម្មអត់មានសៀវភៅណាមកបង្រៀនយើងទេសូមនិយាយមួយឥឡូវខ្ញុំឃើញសញ្ញាបោកប្រាស់រូបភាពថ្មីមួយទៀតពីការអូសទាញ trade forex crypto អូឲ្យគេធ្វើទៅដល់ពេលគេអស់លុយទៅយើងកុំធ្វើមួយគេទៅណាកូនអូខេលេបសំណាង Do I miss Cambodia? No. Sorry. No. I don't miss anything. I miss my life when I was young in Cambodia, but I don't miss what appear now in Cambodia. I just don't want to get near it. That's all. Too much problem. ហ្នឹងចឹងអញ្ចឹងអរគុណណាបងប្អូនខ្ញុំជម្រាបលាហើយចាំជួបគ្នាពេលក្រោយខ្ញុំទៅរកដើររលាស់ដៃរលាស់ជើងណាgrow youth តាអត់មានបងប្អូននៅស្រុកខ្មែរទេអស់ហើយអញ្ចឹងហើយបានអត់មានអីតាក់ទងមកពីអញ្ចឹងតាអត់មានអីទេហេតុអ្វីម៉ោងនៅលើយន្តហោះកំពុងហោះហើរយឺតជាងម៉ោងនៅលើដីទេដូចជាមិនអញ្ចឹងទេហីចៅណាដូចជាមិនអញ្ចឹងទេអញ្ចឹងជំរាបលាណាអរគុណបាទមើលឆ្កែវាលឺសូរវាអរវា